មិនមែនអូនទេដែលអំបញ្ញមានក្រវីដៃហាមមិនឲ្យបងលូកដៃនោះអត្ថន័យរបស់ខ្ញុំគឺឲ្យសម្បត្តិមកម្ដងទៀតនោះគឺជាប្តីសម្លាញ់របស់ខ្ញុំណាចប់ហើយកម្រិតយល់ចិត្តគ្នាដក100ញៀនទី8របស់ខ្ញុំប្រាប់ថាសោជាលើកនេះពិតជាជួបគ្រោះថ្នាក់មែនប្តីសម្លាញ់បងមិនមែនការជំងឺវង្វេងស្នេហ៍ទេដឹងបើបងបែបហ្នឹងខ្ញុំនឹងជិះឡានរត់ពេញមួយយប់ហើយណាប៉ុន្តែតួឯកប្រុសទាំងអស់ពេលបញ្ចប់សុទ្ធតែត្រូវគេសម្លាប់ចោលណាមិនក៏បានបងជូនអូនទៅមើលប៉ុន្តែបងហ៊ានភ្នាល់លើកនេះប្រកាសជាពួកគេទៀតហើយជីអ្នកទាំងពីរពិតជាហ៊ានចំណាយមែនដល់ថ្នាក់ជួលរួនមីនិងរួនចាន់ជីមកសម្ដែងជាមួយពួកឯងផងថេងមិនក៏បងមានអារម្មណ៍ថាមិនស្រួលទេអូនមើលមុខរួនមីទៅហាក់ដូចជាចង់ចាប់ពួកគេទាំងពីរចង់មែនទែនហើយនិយាយគ្រប់គ្រាន់ទៅពួកឯងទាំងពីរឆ្លើយឆ្លងគ្នាណាស់ថ្ងៃនេះនឹងឲ្យពួកឯងមើលរឿងល្អមើលក្លិនមិនស្រួលទេផុតជប់នេះទៅពួកឯងត្រៀមខ្លួនទៅងាប់ទៅពួកឯងត្រៀមខ្លួនទៅងាប់ទៅចុះមីនិយាយគ្នាឲ្យស្រួលបួលកុំប្រើកម្លាំងបាយឯងបិទមាត់ទៅឯងស្មានថាខ្ញុំនៅតែជាមនុស្សតែឯងនិយាយតែប៉ុន្មានម៉ាត់ក៏ជឿបងមែនទេបិទមាត់វាទៅឈៀវមែនជឿសេលើកនេះមែនទែនហើយរួនមីឯងស្ងប់អារម្មណ៍សិនឯងចង់បានអីប្រាប់មកខ្ញុំមកកុំកម្រើកអញហ៊ានតែឈានមកមួយជំហានទៀតខ្ញុំនឹងឲ្យផ្ទុះឥឡូវបានយកអញចេះចោះខ្ញុំនឹងប្រកល់ពាក្យហ៊ុនរួនឆៃ30ឲ្យទៅពួកឯងដោះលែងពួកគេទៅស្ដាប់បងស្រីទៅទុកមុខឲ្យបងស្រីខ្លះទៅបានទេមីនេះអាចទទួលយកបានណាអញបិទមាត់ទៅមុខមាត់នាងតាំងពីនាងមកដល់ផ្ទះរួនមកខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងស្នេហាការងារគ្រួសារខ្ញុំបាត់បង់អស់ហើយចុះនាងមានដែលគិតទេជីវិតអ្នកមាន20ឆ្នាំមុនរបស់នាងតាមពិតគឺនាងលួចគេមកទេជាវយ៉ាន់យ៉ាច់សម្ដីរបស់ពួកឯងខ្ញុំមិនជឿសម្ដីតែមួយថ្ងៃនេះខ្ញុំនឹងឲ្យប្រុស2នាក់នេះកំដរភ្នោខ្ញុំមីឯងថាមកគ្រាន់តែគំរាមពួកគេតើគំរាមគេគំរាមអីខ្ញុំចង់ឲ្យពួកគេស្លាប់ឯងនិយាយផ្ដេសផ្ដាសពួកឯងចាត់ទុកខ្ញុំជាសម្រាមរួនចាន់ជីហើយនឹងឯងទៀតក្នុងចិត្តឯងមិនមែនគិតតែពីពាក្យហ៊ុនទាំងនោះទេហេក្នុងភ្នែកឯងគ្មានរួនហ្សេងហើយកាន់តែគ្មានខ្ញុំមនុស្សប្រុសពួកឯងក្នុងភ្នែកមានតែផលប្រយោជន៍បងប្រុសសែនឆៃរៀបការដើម្បីមុខជំនួញកូនគ្រាន់តែជាលេសបងប្រុសមីឆែនរួនហ្សេងគ្រាន់តែជាបងប្អូនប៉ុណ្ណោះមានមនោសញ្ចិតណានៅកន្លែងណាប៉ុន្តែខ្ញុំមិនអនុញ្ញាតអ្វីដែលរួនមីពេញចិត្តត្រូវតែជារបស់ខ្ញុំរួនមីឯងពិតជាគួរឲ្យអាណិតណាស់មនុស្សអាត្មានិយមដូចឯងស្គាល់អ្វីហៅថាស្នេហាទេតាំងពីខ្ញុំជួបស៊ឺជាមិនថ្ងៃដំបូងមកគឺខ្ញុំស្រឡាញ់នាងការដឹងគុណគ្រាន់តែជាលេសរបស់ខ្ញុំប៉ុណ្ណោះរួនហ្សេងមិនដែលចាត់ទុកថាជាបងប្អូនជាមួយអ្នកណាទេជាពិសេសគឺជាមួយនាងនៅក្នុងចិត្តខ្ញុំគេគឺជាមនុស្សដែលមិនអាចជំនួសបាននៅក្នុងចិត្តខ្ញុំគេគឺជាមនុស្សដែលមិនអាចជំនួសបានទុកឲ្យខ្ញុំតាមស្រឡាញ់ឯងម្ដងទៀតបានខ្ញុំស្រឡាញ់គឺមនុស្សរបស់គេទោះបីជាគេជាទេពធីតាឬមុខអាក្រក់ក៏ដោយខ្ញុំស្រឡាញ់គឺរូបគេគឺព្រលឹងដ៏កក់ក្ដៅរបស់គេនាងមិនមែនជាតួរងដែលគេបោះបង់ចោលទេនាងគឺជាតួឯកស្រីតែមួយគត់នៅក្នុងពិភពលោកដ៏គ្មានន័យរបស់ខ្ញុំទោះបីជាវិធីបង្ហាញក្តីស្រឡាញ់របស់ខ្ញុំបានហើយហេតុអ្វីក៏ជាឯងសូម្បីតែឯងនាងគឺជាកូនស្រីបង្កើតរបស់គ្រួសាររួនយករបស់អស់នេះគឺជារឿងត្រឹមត្រូវតាមពិតសុទ្ធតែជាគ្នាឯងបើពួកឯងស្រឡាញ់គ្នាខ្លាំងម្លេះងាប់ជាមួយគ្នាទៅកុំចូលមកថេងកុំចូលមកបងថេងបងកាត់អីមិនអីទេមែនទេមនុស្សល្ងងឯងចូលមកធ្វើអីខ្ញុំស្រាយចំណងឲ្យឯងហេតុអ្វីក៏ល្ងងម្លេះហេតុអ្វីធ្វើរឿងជាច្រើននៅពេលក្រុមប្រាប់ខ្ញុំរួនថេងមានអ្វីល្អសុទ្ធតែជារបស់ឯងព្រោះតែនាងអាត្មានិយមនាងចង់បានតែក្តីស្រឡាញ់តែស្នេហាពិតប្រាកដគឺជាការលះបង់នាងយល់ទេនាងមិនយល់ទេមនុស្សដូចនាង
មួយជីវិតនេះមិនសមនឹងទទួលបានស្នេហាពិតទេត្រូវហើយខ្ញុំមិនយល់ទេដូច្នេះកុំមកប៉ះពាល់ខ្ញុំមកដល់ហើយឆាប់ពន្លត់ភ្លើងចាប់មនុស្សទៅលឿនឆាប់ពន្លត់ភ្លើងអូនមិនអីទេមែនទេខ្ញុំមិនអីទេនេះជាស្អីចេញលោកបោកខ្ញុំទៀតហើយប្រពន្ធសម្លាញ់ពាក្យដែលបងនិយាយអំបញ្ញមិញសុទ្ធតែជាការពិតជាបងទៅណាចោះអូនគិតមិនដែរមើលណ៎ពិតជាស្អាតណាស់ថែងអូនថាពួកយើងគួរត្រឡប់ទៅវិញទេនៅក្នុងពិភពលោកដ៏ញ៉ៃញ៉ៃនេះមានពេលទំនេរមានអាងទឹកត្រឡប់ទៅវិញមើលដោយសារតែម្ចាស់ផ្ទះទាំងពីរបានកែប្រែសាច់រឿងតាមចិត្តឥឡូវតម្រូវឲ្យត្រឡប់ទៅសាច់រឿងដើមវិញជាបន្ទាន់បើមិនដូច្នេះទេអ្នកទាំងពីរនឹងត្រូវរលាយបាត់រូប